បាទសួស្តីបងប្អូនទាំងអស់គ្នាមកនេតិធ្វើម្ហូបសងោមជូរត្រីងៀតបងប្អូនណាត្រីងៀតដាក់អត់ប្លេអុយយើងរននឹកឃើញប្លេតគួនទៅជាងទៅទិញមកអុយបងប្អូននេះមានលក្ខលក្រួយធម្មតាដូចទុំញ៉ាំនេះបងប្អូនណាចាប់ផ្ដើមហាចុងភៅហាន់ហើយហាន់លក្ខលក្រួយយើងទៅដើម្បីបានពងគ្រឿងណាបងប្អូនដាក់មុននេះដាក់មុនសមុនប្រៃណាសមុនប្រៃយើងស្លអុយទៅមានសមុនប្រៃជួយដើម្បីសុខភាពណាបងប្អូនណាដាក់សមុនប្រៃមុនបានដាក់ត្រីដាក់បន្លែយើងក្រូចចងាញ់ហើយទៅម្ដងនេះស្នាដៃចុងភៅមេជាងចុងមេជាងចុងភៅបងទៅប្រុងណាបងប្អូនទាញជ្រុញមកឆ្វាច់ដាក់អុយត្រីងៀតត្រីងៀតយើងបានត្រៀមទុកហើយក៏ចាប់ផ្ដើមហាន់ហើយបងប្អូនខ្ញុំបាទក៏ហាន់ដើម្បីបានបងណាបងប្អូនបងក្នុងឆ្នាំងត្រីងៀតចំនួន1ក្បាលកន្លះបងប្អូនណា1ក្បាលកន្លះបានហើយច្រើនដែរត្រីងៀតធំដែរណាត្រីងៀតត្រីផ្ទក់បងប្អូនណាមកពីស្រុកស្រែយើងខាងក្មេក៏សម្បូរត្រីងៀតលក់ណាខាងជីដេននោះខាងជីដេនលែមបងប្អូនសម្បូរណា1គីឡូមកហូបម៉ត់ទេបងប្អូនអើយហូបកន្លះខេនោះជៀនរាល់ថ្ងៃនេះមិនចេះម៉ត់ទេបងប្អូនចាប់ពីឡើងមកថ្ងៃទី15មកបងប្អូនមានអីយើងប្រយ័ត្នចេះទៅបានអីចងាញ់ទៅបងប្អូនស្ងោមជូរទៅចងាញ់បងប្អូននេះត្រីងៀតស្ងោមជូរត្រីងៀតយើងអត់ត្រួយអំពិលក៏យើងដាក់ផ្លែអំពិលទុំទៅណាបងប្អូនណាចងាញ់ទៀតហើយបងប្អូនអើយនេះមកលឿននៅបងប្អូនយើងនៅចាំមើលដល់ឆ្អិនយ៉ាងណានេះបងហើយបងត្រីបងទៅត្រីយើងទឹកពុះហើយបងតគួនតាមពីក្រោយទៅកុំគិតយូរបងរួចហើយកុំភ្លេចគ្របផងដើម្បីវាស្លោកនេះបងតគួនហើយមេចុងភៅណាមេជាងចុងភៅរួចហើយក៏យើងគ្របរួចហើយយើងបានយកអំពិលទុំយើងមកក៏ច្រំជុំទឹកក្តៅយើងណាដើម្បីបានមេជាងបានពងគ្រឿងហើយដាក់អំពិលទុំដាក់ប្រហុកនេះម្សៅស៊ុបហៅប៊ីចេងបងប្អូនដើម្បីបានរសជាតិឆ្ងាញ់ទឹកត្រីណាំប្លាថេបងប្អូនណាតាមដោយទឹកត្រីណាំប្លាថេរួចហើយមេជាងគិតបានភ្លក់មើលមេជាងចុងភៅនេះភ្លក់មើលឆ្ងាញ់ពិសាហើយជើរៀបរួចហើយបងប្អូនអើយនេះយូរមកហូបបាយខ្ញុំឆ្អិនហើយវៃឡាដកឡាបងប្អូនពុបបានហូបអីឆ្ងាញ់កុំគិតយូរមេនូអីក៏បានដែរគិតឡាបានហូបលឿនបងប្អូនអរគុណច្រើនបងប្អូនអើយផ្ញើជួយ like ជួយ share ម្នាក់មួយបើភឿនឡើង5ពឿននេះអី share ម្នាក់មួយទៅបាន5ពឿន share បាត់ហើយគេមើលក៏ច្រើនហើយ